បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានគំនិតមួយដែលខ្ញុំបានបង្កើត page មួយដែលមានឈ្មោះថាបម្រើជាតិហើយក្នុងអត្ថន័យនេះគឺខ្ញុំចង់និយាយថាក្នុងនាមយើងជាកូនខ្មែរដែលយើងបានកើតនៅលើទឹកដីខ្មែរមុននឹងស្លាប់ទៅវិញអត់ណាស់ក៏យើងបានចូលរួមបម្រើជាតិឲ្យបានម្ដងហើយចំពោះរូបខ្ញុំបាទគឺអស់រយៈពេល26ឆ្នាំហើយដែលខ្ញុំបានបម្រើនៅក្នុងវិស័យភាពយន្តហើយខ្ញុំទទួលបាននៅបានសរសើរនិងពានយ៉ាងច្រើនហើយខ្ញុំបានយកភាពយន្តទៅឆាកអន្តរជាតិយ៉ាងច្រើនដូចជាប្រទេសបារាំងប្រទេសអាមេរិកប្រទេសចិនហុងកុងឡាវប៊្រុយណេម៉ាឡេជាដើមថ្ងៃនេះខ្ញុំសូមបង្ហាញតែពាន2ទេដែលពានជាតិហើយនិងពានអន្តរជាតិពានទី1គឺជាពានរង្វាន់របស់ថ្នាក់ជាតិហើយដែលខ្ញុំទទួលបានគឺខ្សែភាពយន្តរឿងធ្មប់ដែលជាភាពយន្តដែលទទួលបានទស្សនិកជនគាំទ្រច្រើនជាងគេហើយមួយទៀតគឺពានរង្វាន់អន្តរជាតិដែលឈ្មោះថា IFA Fathers Cambodia Sorry, I speak my language first. អរគុណប្រទេសកម្ពុជាអរគុណ IFA អរគុณបងប្អូនកម្ពុជាដែលគាំទ្រខ្ញុំបាទ Thank you IFA. Thank you all filmmaker, all actor, actress come here. Thank you so much. ទៅមហោស្រពភាពយន្ត Malay International Film Festival ហើយខ្ញុំទទួលបាន Best Jury Award នៅក្នុងឆ្នាំ2023នេះគឺរឿងដើម្បីកូនរឿងដើម្បីកូនគឺជារឿងដែលនិយាយអំពីជីវិតឪពុកដែលខំតស៊ូដើម្បីកូនហើយដែលខ្ញុំអង្គុយនឹងរឿងស៊ីក្លូនេះគឺស៊ីក្លូដែលខ្ញុំបានថតរឿងដើម្បីកូននឹងឯងហើយខ្ញុំចង់បង្ហាញថាចង់ឲ្យយុវជនយើងក៏ដូចជាបងប្អូនយើងទាំងអស់គ្នាដែលមានសមត្ថភាពបម្រើជាតិចូលរួមបម្រើជាតិទាំងអស់គ្នាជាជាងយើងគាត់ថាឈរនិយាយមើលឬក៏រិះគន់យើងត្រូវតែចូលរួមសកម្មភាពយើងចេះអីយើងចូលរួមបម្រើជាតិយើងទាំងអស់គ្នាដើម្បីឲ្យជាតិយើងបានរីកចម្រើនទៅមុខហើយចំពោះខ្ញុំសន្យាថាទៅមុខទៀតខ្ញុំនឹងខំផលិតភាពយន្តដើម្បីឲ្យនាំភាពយន្តរបស់យើងទៅកាន់ពិភពលោកឲ្យបានច្រើនជាងនេះហើយជាពិសេសគឺគោលបំណងគឺចង់ចូលរួមប្រកួតពានរង្វាន់ពិភពលោកគឺពានរង្វាន់នៅសហរដ្ឋអាមេរិកតែម្ដងគេហៅថាពានរង្វាន់អូស្ការហើយនេះជាក្តីបំណងធំរបស់ខ្ញុំហើយខ្ញុំសច្ចាថាត្រូវតែធ្វើវាឲ្យបានហើយចំពោះស៊ីក្លូនេះមូលហេតុអីបានខ្ញុំឆ្លាញ់ស៊ីក្លូនេះហើយមូលហេតុអីបានខ្ញុំអង្គុយលើស៊ីក្លូនេះថ្ងៃនេះគឺខ្ញុំចង់និយាយថាស៊ីក្លូនេះក៏ខ្ញុំមានក្តីបំណងជួយជាតិដែរទីពិតទៅភាពយន្តនៅពេលដែលភាពយន្តយើងគេទទួលស្គាល់អន្តរជាតិអ្នកខ្លះគេស្រឡាញ់របស់នេះគេចង់ទិញរបស់នេះហើយអ្នកខ្លះថាខ្ញុំលក់របស់នេះថ្លៃស៊ីក្លូនេះរហូតដល់$1 លានទីពិតទៅ$1 លានអត់បានមកខ្ញុំទេគាត់ថាអ្នកស្រឡាញ់ភាពយន្តនេះអ្នកដែលគេមានទ្រព្យសម្បត្តិច្រើនគេគាត់តែទិញស៊ីក្លូនេះគេយកលុយ$1 លានទៅជួយគុណធបុប្ផាមិនបានមកខ្ញុំទេអ្នកទិញគេបានស៊ីក្លូនេះគេទុកទៅដោយសារថាស៊ីក្លូនេះតំណាងឲ្យភាពយន្តរឿងឪពុកដែលជាភាពយន្តមួយដែលមានគុណតម្លៃឪពុកខំប្រឹងធ្វើការដើម្បីកូននេះជាអត្ថន័យតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមានគំនិតផ្សេងក្រៅពីខ្ញុំហើយខ្ញុំបន្តទៅមុខទៀតក៏នៅក្នុង page បម្រើជាតិនេះខ្ញុំនឹងដើរសម្ភាសបងប្អូនដែលគាត់បានចូលរួមបម្រើសង្គមជាតិហើយនឹងបង្ហាញពីទស្សនៈអ្នកផ្សេងទៀតដែលមិនមែនថាអ្នកដែលធ្វើភាពយន្តទេអ្នកដែលធ្វើការងារផ្សេងទៀតដែលបម្រើជាតិបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ